ចានេះគឺចំណុចទី3ដែលយើងនិយាយអំពីលក្ខណៈជាអ្នកមាននិងជាអ្នកក្រកន្លែងនេះយើងមិនសំដៅលើលុយលើទ្រព្យសម្បត្តិទេសំដៅលើលក្ខណៈបុគ្គលណាអញ្ចឹងយើងអាចសង្កេតមើលនិងធ្វើតាមបានបើសិនបើយើងឃើញថាយើងមានលក្ខណៈជាអ្នកក្រគឺយើងធ្វើឲ្យខ្លួនឯងខ្លាយជាលក្ខណៈអ្នកមានទៅបើសិនជាយើងមានលក្ខណៈអ្នកមានស្រាប់ហើយយើងត្រូវបំពេញចន្លោះបន្ថែមដើម្បីធ្វើឲ្យយើងគ្រប់លក្ខណៈអញ្ចឹងនៅពេលដែលយើងមានលក្ខណៈជាអ្នកមានហើយលុយវានឹងរត់មកហើយបានន័យថាយើងនឹងមានដោយធម្មជាតិផ្ដល់ឲ្យដោយការរកស៊ីដោយផ្សេងអញ្ចឹងណាអញ្ចឹងបើសិនជាយើងមានលក្ខណៈជាអ្នកក្រគឺយើងនឹងបាត់បង់លុយកន្លែងហ្នឹងគឺយើងចែកច្បាស់ហ្មងតកតងជាមួយចរិតលក្ខណៈអញ្ចឹងនៅពេលដែលស្ដាប់តកតងនឹងកន្លែងហ្នឹងហើយកុំខឹងកុំអន់ចិត្តកុំវាតម្លៃថាខ្ញុំនិយាយក្រអីអត់ទេខ្ញុំនិយាយពីចរិតលក្ខណៈខ្ញុំមិនមែនសំដៅលើបុគ្គលក្រីក្រនិងបុគ្គលមានទេនិយាយអំពីលក្ខណៈដែលជាអ្នកមាននិងជាអ្នកក្រទី1គឺយើងនិយាយអំពីលក្ខណៈជាអ្នកមានព្រោះអ្នកមានហើយអ្នកក្រពីប្រជ្រះគ្នាអញ្ចឹងបើសិនជាលក្ខណៈជាអ្នកមានទាំងអស់គឺមាន7ចំណុចព្រោះ7ចំណុចហ្នឹងត្រូវមានទាំងអស់ទើបយើងអាចប្រែคลายទៅជាលក្ខណៈជាអ្នកមានបានទោះតែយើងរងថ្ងៃមិនមានទ្រព្យសម្បត្តិក៏ដោយឲ្យតែយើងមានលក្ខណៈជាអ្នកមានមុននឹងក្រោយយូរនឹងឆាប់យើងនឹងមានលុយមានប្រាក់កាសមានការថាទ្រព្យសម្បត្តិបោហោហៀហ្មងណាចាចំណុចទី1សំខាន់នោះគឺចំណេះដឹងនៅពេលដែលយើងមានចំណេះដឹងគឺបានន័យថាយើងមានលក្ខណៈជាអ្នកមានមួយផ្នែកហើយចាអញ្ចឹងចំណេះដឹងកន្លែងនេះភាគច្រើនដែលយើងឃើញណាចាអ្នកដែលមានលក្ខណៈជាអ្នកមានគឺគាត់ខ្វះចំណេះដឹងគាត់ប្រឹងរៀនរហូតបានន័យថាគាត់រៀនមិនចេះចប់រៀនមិនចេះឆ្អែតរៀនមិនចេះហ្មងបានថានៅតែល្ងងនៅតែប្រឹងរៀនណាចាតែបើសិនជាអ្នកដែលមានលក្ខណៈជាអ្នកក្រីក្រគឺគាត់ចេះតែម្ដងបានថារឿងខ្លះគឺគាត់ចេះតែមិនបាច់រៀនណាគឺគាត់ចេះខ្លួនឯងទោះឲ្យយើងឲ្យគាត់រៀនក៏គាត់ថាគាត់មិនរៀនទេគាត់ចេះហើយអត់ប្រយោជន៍ទេរៀនដើម្បីអីមិនដឹងថារៀនដើម្បីធ្វើអីចឹងណាវាអត់មានប្រយោជន៍អញ្ចឹងគាត់រៀនទេអាហ្នឹងតើតោងជាមួយចរិតលក្ខណៈយើងមើលដឹងកន្លែងហ្នឹងអ្នកមានលុយក៏ដោយតែគាត់អត់មានចំណេះដឹងគាត់នឹងធ្លាក់ខ្លួនក្របានន័យថាទ្រព្យសម្បត្តិមិននៅជាមួយអ្នកដែលមានលក្ខណៈជាអ្នកក្រឯងគឺទ្រព្យសម្បត្តិលុយកាក់គឺនៅជាមួយអ្នកដែលមានលក្ខណៈជាអ្នកមានអញ្ចឹងបើសិនជាយើងមានលក្ខណៈជាអ្នកក្រលុយនឹងរត់ចេញហើយរត់ចេញកន្លែងនេះបានដូចជាយើងខាតបង់ត្រូវគេបោកដោយបញ្ហាផ្សេងលុយវាទៅចេញវាចេញហូរចេញដោយយើងមិនអាចទប់ជាប់វានឹងបាត់បង់បដាអញ្ចឹងណាហើយតកតងជាមួយការអប់រំលក្ខណៈជាអ្នកមានត្រូវតែមានការអប់រំពាក្យអប់រំកន្លែងនេះបានន័យថាអប់រំខ្លួនឯងអប់រំកូនអប់រំគ្រួសារឲ្យចេះដឹងខ្យល់ដឹងខុសដឹងត្រូវដឹងល្អដឹងអាក្រក់ឲ្យតែមានការអប់រំគឺយើងមានលក្ខណៈជាអ្នកមានហើយអញ្ចឹងតកតងជាមួយលក្ខណៈជាអ្នកក្រគឺគាត់អត់មានការអប់រំទេគាត់អត់ខ្វល់ទេថាមិនអីមិនទៅធ្វើមិនឲ្យតែមករស់បើឧទាហរណ៍ថាចង់បានប្តីគេគឺជំរុញឲ្យយកត្មងជំរុញឲ្យឆក់យកជំរុញឲ្យដូចថាបង្កើតឱកាសឲ្យទៀតណាហើយបើសិនជាថាអូកូនមានប្រពន្ធចុងគាំទ្រប្រពន្ធចុងទៀតបើសិនជាថាមិនគាំទ្រទេក៏ស្អប់ប្រពន្ធដើមដែរមិនស្រឡាញ់ប្រពន្ធចុងតែស្អប់ប្រពន្ធដើមអាហ្នឹងវាអញ្ចឹងអាហ្នឹងហៅថាលក្ខណៈនៃភាពអ្នកក្រីក្រគឺអត់មានការអប់រំទេអញ្ចឹងបើសិនជាយើងមានលក្ខណៈបែបហ្នឹងហើយយើងត្រូវតែបំបត្តិលក្ខណៈចោលយើងព្យាយាមសិក្សាអប់រំខ្លួនឯងត្រឡប់មកវិញយើងនឹងមានលក្ខណៈជាអ្នកមានត្រឡប់មកវិញហើយមានចិត្តល្អកន្លែងនេះណាសំដៅទៅលើទឹកចិត្តមិនមែនសំដៅទៅលើការឧទាហរណ៍និយាយចេះបើយើងនិយាយពីភាពចិត្តល្អដែលសង្គមរងថ្ងៃគេយល់ឃើញណាគេថាអ្នកមានចិត្តអាក្រក់អ្នកក្រចិត្តល្អកន្លែងនេះគឺអ្នកក្រអត់លុយយ៉ាងណាក៏ឆ្លៀតខ្ចីគេដើម្បីឲ្យគេស៊ីចាយផឹកស៊ីជប់លៀងដែរឧទាហរណ៍ជាក់ស្ដែងមិត្តភ័ក្តិត្រូវប្រពន្ធខឹងប្រពន្ធឆ្លោះគ្នាប្រពន្ធដេញពីផ្ទះអាមិត្តល្អហ្នឹងខ្លួនឯងក្រទេតែសុកចិត្តខ្ចីលុយគេលក់ទ្រព្យសម្បត្តិសុកចិត្តដកលុយប្រពន្ធទុកឲ្យកូនរៀនយកមកប៉ាវស៊ីផឹកជាមួយនឹងអាពុម៉ាក់ដែលប្រពន្ធគេបោះបង់ចោលហ្នឹងគេហៅថាគេយកទុកប្រក់គ្នាគេចិត្តល្អបែបអញ្ចឹងអាហ្នឹងមិនមែនជាការចិត្តល្អទេអាហ្នឹងគឺជាការចិត្តអាក្រក់ចិត្តល្អក្នុងន័យអ្នកមានគឺសំដៅលើបរិច្ចាគធនធានទ្រព្យសម្បត្តិជួយបណ្ដុះចំណេះវិជ្ជាជួយដល់ជនក្រីក្រជួយធ្វើផ្លូវជួយធ្វើថ្នល់ជួយធ្វើផ្ទះជួយបង្កើនចំណេះពិសេសគឺគេតែងតែបរិច្ចាគលុយដើម្បីបង្កើនចំណេះដឹងធ្វើសាលារៀនទិញសៀវភៅឲ្យក្មេងឬក៏ហៅថាជួយគុណធម៌ឧបហាអីជាដើមអានឹងតកតងជាមួយនឹងចិត្តល្អរបស់អ្នកមានគឺគេចិត្តល្អបែបហ្នឹងគេមិនជួយអ្នកផឹកស៊ីមិនជួយអ្នកឆ្លោះគ្នាប្រពន្ធកូនមិនជួយពួកសហ័យស្មន់មិនជួយពួកមានផាត់ក្បត់គឺគេអត់ជួយទេអញ្ចឹងសង្គមយើងមើលឃើញការជួយកន្លែងហ្នឹងគឺប្រជ្រះគ្នាអ្នកខ្លះគាត់ដែរឲ្យលុយអ្នកអត់ស៊ីអត់ឃ្លានទេតែគាត់បានជួយទៅលើ
mình đôi cha chửi mà liên đờ la ưu thế hóa nó tay quát mình ao xong bây giờ mà đờ la tay nè xong tiền pi nó cứ không cái này dân khơi tha chết là khổ áp mình ao nè xong tiền mình được chết là khổ thế bắt quát kia mình được chết là o quát ăn ao lôi thì nè xong tiền men tay quát ban bỏ chặt lôi chẳng trao chui đo không men cầm pria chui đo cha chửi ưu thế hóa nè anh năng cứ lại cái này chết là o cái này năng cứ sầm đai lôi tắc chết đài phư thla tắc chết đài thông thế nhá mình men sầm đai lơ ăn tịnh tuổi để dân mơ khơi này tê hai trận đánh môi tiết cứ ca mơ thai là xa cồn pro sân ba mà nè năng quát mình miên trọc sầm bát tê quát chỉ cây cro mềm ten tai quát miên lẹ cái nạ sầm bát muối quát mơ thai côn man lỏ quát ọp rôm côn man lỏ quát chui tùm lục bồng rong côn man lỏ quát miên lẹ cái nạ chi nạ miên chẳng một cái này quát đằng bán thu thê quát đằng bán chùm rong quát đằng bán thu sra quát đằng chập đam miên trọc sầm bát anh năng chưa bộc lực lẹ cái nạ nè miên á cứ ca mơ thai là xa côn ọp tục côn chào tề miên côn sọc chặt mơ luôn này mình chua mẹ đắc mơ tề để xa cái cách tha mẹ đó mình men chỉ luôn ai chẳng mấy cái can nơi chúng muốn nó ná nó chlong chỉ đặc này đang ngày chẳng cất mơ miên mẹ đắc na riêng cho bà nhà bạn miên mẹ đắc na cho bản đất miên mẹ đắc na đại miên cạo trong phố ăn miên tề mẹ đắc vậy chán không cả đấy mẹ đắc mai dương vậy nó cứ nè bỏng rá câu vậy như trẻ nè mơ thái câu á cha cứ nè khác mau bây giờ ca này khác miên trẻ so phong này khác miên tầng ban à ná may xa phong chẳng con dương nơi chúng muối á cứ miên lạc nãy chlong tam mong chẳng nó pe đầy kê miên cái hai thằng lạc nãy chưa sắm bát nè miên cứ kê mình ăn nhạt oi nè nâng mà chui mơ con cái tê của cái cắt há con kê nâng khai từ chia nè để đôi nâng chẳng hai ca bọc bao con còn chẳng này nè miên ca mơ thai con thì chẳng cái bao đắc luôn anh kia cầm rõ tha oi pra từ đắc cố à phụ sải từ đắc cố vi admin DNA đây mình nữ thể vi admin ở phía cái hai tụi nè thằng nó riêng ở bụng mà đai thằng con cứ vi admin thể chẳng cần nào bao từ đó cô du tới để thôi ai không ai nâng vì admin là phép ná vì phải đặt từ nè từ nón vì mình miên ca cái hai tha bởi dân gì tới cái hai tha mình được dân đăng khăn á chắc nó pe này dân bắt đó mà đái cứ cô nó bị đăng khăn mày chẳng là phép sờ lạnh phép si chừng rơi phép từ nè từ nón cứ vì chứ rơi ai năng vậy mười khi ban đòi nghe xua chiến con để bao từ đó cô nhom vậy ní mình ban đây tha mình ai bao từ đó cô tê từ đó cô cái ai bao không cạn này mua đi tha mà đai nó có cho được phố mà đai bên trùng ngư rồi có mấy khác quan cầm priềm mà đai chẳng tới cái ai bao từ đó cô chuyển đủ hai ta bảo sân là dương miên cái hai tha lại là sập bắt cướp con dương miên pe về lý dương trâu tay phơ cái hai tha cạn này bạn đắng à nó nhom vậy pi nè là miên bọc lực lẹt nạ chia nè miên cứ kê mơ con thuần ảnh thì ao nè là tây mơ tây hai tẹt tôn cho mỗi năng là bo roxy cứ chia bọc hay là bo sao chật biết là boss cho lại ní bà tha mình lụi bằng lắm mình bọc mình khao mình kênh và vánh mình bọc ra nhưng khơi nhai thang cầm hôn bị trao nó miền lôi rộng liên là tai ban pro nơi là bọc ra kênh và vánh nhá trà bay 4 năm khối lưới cầm hôn lưới trộm bay bạc lua xa ban này tha lưới cả nhưng khơi chở này mày này thằng không chợ sấy cứ bố nè ta cầm hôn bọc ra cứ lưới lươn mong hai bà sân gì cầm hôn khang mình bọc ra hai miền đó hoàng ngay á công cất tham cái miền xa bao pra cái miền xa ifc tê còn tha viêm toàn là lia không pe năng bị ai năng là lia nó pe cào quả tha pe là cái lia dương ban dương mượt khơi nhá chẳng dân cùng cất tháng ở rốc xe cọ bao pra cái năng bị ban lôi ban cạ chấm rán ót tê vì rồi lia quả tha cao rồi lấy bao cái năng dương mượt khơi hai tẹt tông chồng một năng ca chết pra pe về lia nè miền lôi cứ quạt pra pe về lia chấm lo quạ miền pe về lia không ca set không ca phật ra chụp liêng phụ mạ ro ngay ro sai ro tậtรอแค่รอชนะเต้คือแกมีนเปย์บริชบ้านลัวโครงการจุกจุมครูซาโครงการทวการรกซี่โครงการสำระดับใบสุขภาพจังยังเคยทานเนี่ยแต่เมียนลอยเหมือนแตนเนี่ยแต่กอดเมียนแหลกขนาดเนี่ยเมียนเหมือนแตนคือกอดอดเปล่าลายอดผักซีอดอะไรเงี้ยไงทงบ้าจะเรียงรวมตามเพลาตามเตะตามไว้อดเต้ก็คือเมียนแหลกขนาดการุณเนบเซ็งគ្នាจังบางสันจะยังเมื่อเคยทานแหลกขนาดในเนี่ยเมียนหรือไม่แหลกขนาดเนี่ยครอแบบไม่ก็ยังจังพลักโดคุณไอ้บ้านโดยสรุปผมพอดdân con là cai prai lẹ cả nãy tranh tớ à phiền miền bán nó khi rụt mèo ấy ót miền ấy của bạn sao khó tha sòng khăn dân tròn được ót hai chấm pua cá chai vi rồi bọn nhẹ miến cứ cái chai cho bà trời tung trời pe trái pe khác dân cất tha nhẹ miến chai chởn thì bọn nhẹ miến nó ót chai đây là cây cro tề nhẹ cây cro con chai tràn chiềng sòng đai lơ quạt chai đòi tách tách tai tràn đòn tai nè miên cái chai mà đó cứ thông tai thông nó mà dương bông sờ rộp tới cái tàu chiên nè để chai vào ngày đây đối chạy đây nè miên bờ sân chỉ quạt thời ca tên là bó tay quạt mình toàn miên chùm đầu lá quạt ai đừng nhăm là bó nơi tè
គាត់អាចញ៉ាំរបស់ដែលអាចចំខ្លួនឯងបានគាត់មិនទិញថ្មីណាហើយអ្នកមានលុយភាគច្រើនប្រើរបស់ថ្មីទៅពេលចេញក្រៅផ្ទះទេនៅក្នុងផ្ទះប្រើរបស់ចាស់តែបើសិនជាបុគ្គលិកលក្ខណៈនៃអ្នកអត់លុយវិញគឺគាត់ប្រើរបស់ថ្មីទាំងផ្ទះទាំងនៅផ្ទះទាំងដើរចេញក្រៅអញ្ចឹងនៅពេលដែលគាត់ពាក់របស់ថ្មីនៅផ្ទះហើយគាត់មានរបស់ថ្មីសម្រាប់ចេញក្រៅទេពេលចេញក្រៅគាត់ពាក់អត់ដដែលពាក់នៅផ្ទះហ្នឹងគឺពាក់ចេញក្រៅអាហ្នឹងជាបុគ្គលិកលក្ខណៈមិនន័យថាគាត់អត់ចេះគ្រប់គ្រងក្នុងការចាយវាយចាហើយមានចំណុចច្រើនទៀតដែលយើងនិយាយគេហៅថាលំអិតមែនតើនោះគឺតកតងនឹងការចាយវាផ្សេងគឺយើងមានការកំណត់ការចាយត្រឹមត្រូវអ្វីដែលត្រូវទិញទៅទិញអ្វីដែលមិនទិញគឺអត់ទិញអ្វីដែលអត់ចាយគឺសុខចិត្តញ៉ាំរបស់នៅផ្ទះអាហ្នឹងយើងនិយាយងាយៗហើយមួយទៀតអ្នកដែលមានលុយមានចរិតអ្នកមានលុយគឺគាត់កម្រទៅញ៉ាំកាទៀវឬក៏ទៅអង្គុយតាមហាងពីព្រឹកដល់ថ្ងៃទៅជីមទៅស្អីណាខាត់ពេលវេលាទេបើថាចាំបាច់យូរៗវាទៅម្ដងតែបើសិនថាបុគ្គលម្នាក់ហ្នឹងគាត់នៅហាងកាទៀវពីព្រឹកដល់ថ្ងៃរាល់ថ្ងៃគ្រប់ខែគ្រប់ថ្ងៃគឺគាត់ជាបុគ្គលិកលក្ខណៈនៃអ្នកអត់លុយគឺគាត់មានពេលវេលាគាត់អត់ចេះប្រើពេលគាត់ចេះចាយលុយគាត់ចេះអត់ចេះគ្រប់គ្រងពេលវេលាអត់ចេះគ្រប់គ្រងការចាយវាអញ្ចឹងណាចាខ្ញុំនិយាយនេះមិនមែនបានន័យថាវាបហាទៅលើក្រីក្រឬក៏មានលុយអត់ទេខ្ញុំនិយាយពីបុគ្គលិកលក្ខណៈនៃអ្នកដែលអាចខ្លាចជាអ្នកមាននិងអាចអ្នកដែលគាត់មានលុយហើយគាត់មានបុគ្គលិកលក្ខណៈជាអ្នកក្រីក្រគាត់នឹងធ្លាក់ខ្លួនក្រតាមហ្នឹងណាចានេះចូលដល់លក្ខណៈជាអ្នកក្រអ្នកក្រយើងបែងចែកជាពីរលក្ខណៈជាអ្នកក្រមានលុយនិងលក្ខណៈជាអ្នកក្រអត់លុយចឹងចំណុចទាំងប្រមាណដែលខ្ញុំជម្រាបជូនខាងលើចាពីមុនមកហ្នឹងមាន7ចំណុចហ្នឹងប្រសិនបើបងប្អូនមាន7ចំណុចនោះយើងនឹងខ្លាចជាអ្នកមានតែបើសិនជាយើងមានដោយមិនគ្រប់ចំណុចយើងនឹងប្រែក្លាយទៅជាអ្នកក្រមានលុយអ្នកក្រមានលុយកន្លែងនេះគឺយើងមានអាយុកាល4ឆ្នាំបានន័យថាឱកាសក្នុងការរលាយលុយទៅវិញវាលឿនណាអញ្ចឹងបើសិនជាយើងដឹងថាយើងមានលក្ខណៈជាអ្នកក្រមានលុយហើយទោះយើងមានសម្បត្តិច្រើនប៉ុណ្ណាក៏ដោយយើងមើលទៅលើចំណុច7ហ្នឹងបើយើងអត់មានទេយើងព្យាយាមបង្ក្រប់បន្ថែមបានន័យថាយើងស្វែងស្វែងរៀនសូត្រស្វែងស្វែងបំពេញនៅចំណុចដែលយើងខ្វះខាតនោះលក្ខណៈជាអ្នកក្រមានលុយគឺវានឹងរលាយបាត់វានឹងខ្លាយជាអ្នកមានហើយព្រោះលុយនៅជាមួយអ្នកមានអត់នៅជាមួយអ្នកក្រទេព្រោះសង្គមរាល់ថ្ងៃយើងសម្បូរឃើញមានអ្នកក្រមានលុយច្រើនមែនតើទោះតែយើងមាន10លានដុល្លារក៏ដោយក៏យើងនៅតែជាអ្នកក្រមានលុយដែរដោយសារលុយហ្នឹងវានឹងរលាយបាត់ដោយលឿនមែនតើណាចាដោយយើងមិនអាចថាទុកជាប់ណាវានឹងបាត់យើងឃើញស្រាប់ហើយព្រោះសង្គមរាល់ថ្ងៃមាននឹងភ្នែកក្រុមហ៊ុនច្រើនដែលជាប្រភេទក្រុមហ៊ុនអ្នកក្រមានលុយល្អហឹកហាក់ហឺហាមានឡានថ្លៃផ្ទះរាប់លានចុះឡើងជាពាក់អំណុលគេក្រុមហ៊ុនរលាយគ្រួសារអញ្ចេះគ្រួសារអញ្ចោះបាត់បង់លុយកាក់បាត់បង់របរស៊ីអាហ្នឹងហើយជាលក្ខណៈនៃគេហៅថាអ្នកក្រមានលុយហើយចំណុចមួយទៀតអ្នកក្រអត់លុយអាហ្នឹងកាន់តែវេទនាបានន័យថា7ចំណុចហ្នឹងគឺអត់មានទាំងអស់ហ្មងมันមានសូម្បីតែមួយបើសិនជាមានណាលុយនឹងរត់រកដូចនៅជាលក្ខណៈអ្នកក្រមានលុយអញ្ចឹងលុយរត់មកទៅថាលុយនឹងអត់នៅមួយយើងវាមកហើយទៅវិញវាមកហើយទៅវិញតែបើលក្ខណៈជាអ្នកក្រអត់លុយហ្នឹងគឺលុយមិនចូលហ្មងណារកព្រឹកខ្វះល្ងាចរកល្ងាចខ្វះស្អែកកូនឈឺអត់លុយដល់ពេលមានលុយត្រូវចាប់ផ្ដើមមកបែកកង់ឡានបែកកង់ម៉ូតូចាប់ផ្ដើមចេះចាប់ផ្ដើមចុះខ្វះខាតសັບគ្រប់ដូចថាលុយនៅជាមួយមិនបានសំបីតដូចយើងនិយាយថាដើមខែមានលុយចុងខែអស់លុយអ្នកខ្លះមិនដល់ចុងខែមិនទាន់គ្រប់ចុងខែផងអស់លុយតែកណ្ដាលទីហើយអាហ្នឹងលក្ខណៈជាអ្នកក្រអត់លុយបើន័យថាគាត់មិនមានលក្ខណៈទាំង7យ៉ាងហ្នឹងគឺមិនមានស្បីតែមួយការអប់រំក៏គ្មានការរៀនសូត្រក៏អត់ចំណេះដឹងក៏អត់របស់រស់ស៊ីក៏អត់ស្អីក៏អត់ទាំងអស់អញ្ចឹងនៅពេលដែលយើងដឹងអំពីលក្ខណៈច្បាស់ហើយយើងអាចបង្កើតលក្ខណៈថ្មីដែលយើងពេញចិត្តចង់បានងាយបំផុតបើថាពីដើមឡើយយើងមិនដឹងថាធ្វើមិនខ្លាចអ្នកមានរស់ស៊ីវាមិនអីវាមិនយើងគិតវែងឆ្ងាយវត្តចាញ់បោកគេអញ្ចឹងយើងមើលទៅថាយើងមានលក្ខណៈជាអ្នកមានអត់បើសិនជាយើងមានលក្ខណៈជាអ្នកមានវាលុយគង់ទៅរត់មករកយើងទេលុយវានៅជាមួយអ្នកមានទេបាត់នៅអ្នកក្រទេអញ្ចឹងយើងធ្វើខ្លួនយើងឲ្យខ្លាចជាបុគ្គលិកលក្ខណៈអ្នកមានទៅលុយវាមកឯងហើយតែវាមកហើយវាអត់ចេញទៅវិញទេលុយវាមិនចូលចិត្តអ្នកក្រីក្រទេអញ្ចឹងយើងមានលុយ1លានដុល្លារក៏ដោយ2លានដុល្លារក៏ដោយឲ្យតែយើងមានបុគ្គលិកលក្ខណៈជាអ្នកក្រីក្រគឺលុយនឹងរលាយទៅវិញដោយអត់ដឹងមូលហេតុដោយបាត់ទៅភ្លាមហ្មងណាភ្លាមកន្លែងខ្ញុំនិយាយហ្នឹងមិនមែនពីថ្ងៃទេបានន័យថាចន្លោះរយៈពេលអាចចាប់ពី2ទៅ4ឆ្នាំ